ពេញចិត្តចំពោះអ្វីដែលខ្លួនមានអ្នកដែលរឹងមាំបំផុតនៅក្នុងរង្វង់នៃក្តីស្រឡាញ់គឺយល់ពីក្តីស្រឡាញ់យើងមិនអាចផ្ដល់ក្តីស្រឡាញ់ល្អឥតខ្ចោះណាមួយបានទេតែយើងអាចស្រឡាញ់ដោយមិនប្រកាន់ទោសមិនសោកស្ដាយមិនខូចចិត្តនិងមិនខ្មាស់អៀនចំពោះមនសិការរបស់ខ្លួនឯងគ្រាដំបូងដែលយើងបានឃើញមុខនារីដ៏ស្រស់ស្អាតម្នាក់ខ្ញុំមានអារម្មណ៍ថាស្នាមញញឹមរបស់នាងពិតជាស្រស់ស្អាតណាស់ហាក់ដូចជាគ្មានរឿងអ្វីមកបៀតបៀនចិត្តនាងអីចឹងខ្ញុំពុំត្រឹមតែមានអារម្មណ៍កោតសរសើរនាងនោះទេថែមទាំងអាចមានអារម្មណ៍ដ៏ស្រស់បំព្រងបានទៀតផងក្រោយមកទៀតខ្ញុំក៏បានដឹងពីរឿងរ៉ាវមួយចំនួនតាក់ទងនឹងនាងនិងមិត្តប្រុសរបស់ខ្ញុំគឺជាគូស្នេហ៍មួយគូដ៏ស័ក្តិសមបំផុតនៅក្នុងថ្នាក់រៀនមិត្តប្រុសរបស់នាងតែងចាំការពារនាងយកចិត្តទុកដាក់ចំពោះនាងគ្រប់បែបយ៉ាងមិត្តភ័ក្តិនៅក្នុងថ្នាក់រៀនទាំងអស់សុទ្ធតែបានដឹងអំពីរឿងរបស់ពួកគេហើយនាំគ្នាគិតថាអ្នកទាំងពីរនេះនឹងបានរៀបការជាមួយគ្នាមុនពួកគេចូលរៀនមហាវិទ្យាល័យទៅទៀតមុននឹងបញ្ចប់ការសិក្សាទាំងពីរនាក់បាននាំគ្នាទៅស្រាវជ្រាវព័ត៌មាននៅក្នុងបណ្ណាល័យមួយពេលចប់ការសិក្សាស្រាវជ្រាវពួកគេក៏នាំគ្នាដើរចេញពីបណ្ណាល័យចុះទៅថ្នល់ខាងមុខក៏ត្រូវឡានតាក់ស៊ីដែលកំពុងបត់កែងផ្លូវយ៉ាងលឿនមកបុកលាន់ផាំងពេញទំហឹងមិត្តប្រុសរបស់នាងត្រូវស្លាប់នៅនឹងកន្លែងឯនាងវិញត្រូវគេនាំយកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់នាងដេកសន្លប់ក្នុងមន្ទីរពេទ្យជិត1ខែមិត្តរួមថ្នាក់ញាតិមិត្តនិងក្រុមគ្រួសារសុទ្ធតែគិតថានាងប្រហែលជាមិនដឹងខ្លួនឡើងវិញនោះទេប៉ុន្តែអ្វីដែលពួកគេព្រួយបារម្ភបំផុតនោះនៅពេលដែលនាងដឹងខ្លួនឡើងហើយដឹងថាសង្សាររបស់នាងមិននៅតើនឹងមានរឿងអ្វីកើតឡើងទៅពេលវេលាបានកន្លងផុតទៅជាង1ខែនាងក៏ដឹងខ្លួនឡើងវិញស្ទើរពុំគួរឲ្យជឿហើយអ្វីដែលអស្ចារ្យបំផុតនោះនាងមិនបានចាំនៅឈុតឆាកដែលមិត្តប្រុសរបស់នាងត្រូវឡានបុកអ្វីបន្តិចសោះឡើយព្រោះសង្កេតមើលទៅនាងដូចជាមិនកើតការសោកសៅសូម្បីអ្វីតែបន្តិចលោកគ្រូពេទ្យបានប្រាប់ថាអ្នកជំងឺអាចនឹងបាត់បង់ការចងចាំខ្លះៗម្នាក់សុទ្ធតែនាំគ្នាអរគុណដល់ព្រះជាម្ចាស់ដែលធ្វើឲ្យគេបំភ្លេចក្នុងកំឡុងពេលដ៏សោកសៅបំផុតនោះក្រោយមកទៀតនាងបានរៀនចប់ហើយចូលធ្វើការអ្វីគ្រប់យ៉ាងគឺល្អប្រសើរទាំងអស់មិនត្រឹមតែប៉ុណ្ណោះនាងកាន់តែមានស្នាមញញឹមច្រើនជាងមុនទៀតផងខ្ញុំបានបបួលនាងទៅញ៉ាំកាហ្វេខ្ញុំបានភ្លឹកនឹងស្នាមញញឹមដ៏ស្រស់បំព្រងនៅលើផ្ទៃមុខដ៏មានមន្តស្នេហ៍និងមានអារម្មណ៍ដ៏ស្រស់ថ្លាបំផុតរបស់នាងលោកដឹងហើយមែនទេនាងនិយាយឡើងមួយរំពេចតើដឹងរឿងអ្វីទៅខ្ញុំសួរទាំងមិនដឹងរឿងឧបទ្ទហេតុដែលកើតឡើងចំពោះខ្ញុំនោះអីខ្ញុំមិនចង់រំលឹកដល់រឿងនោះទេពួកគេគិតថាខ្ញុំមិនចាំតែតាមការពិតខ្ញុំចាំបានគ្រប់យ៉ាងចាប់តាំងពីពេលខ្ញុំបើកភ្នែកឃើញលោកនេះឡើងវិញមកម្លេះខ្ញុំឃើញម្ដាយជាទីស្រឡាញ់របស់ខ្ញុំត្រូវរងទុក្ខវេទនាខ្ញុំក៏ប្រាប់ខ្លួនឯងភ្លាមថាខ្ញុំមិនអាចយំបានទេបើហ៊ានតែយំពួកគេនឹងកាន់តែកើតទុក្ខជាងនេះមិនខានហើយនេះក៏ជារឿងដែលសង្សាររបស់នាងមិនចង់ឃើញដែរខ្ញុំបានឃើញទឹកភ្នែករលីងរលោងក្នុងកែវភ្នែករបស់នាងបូករួមទាំងស្នាមញញឹមដែលមិនព្រមចុះចាញ់របស់នាងហើយខ្ញុំក៏បានឃើញភាពរឹងមាំនិងទស្សនៈសុទិដ្ឋិនិយមចំពោះក្តីស្រឡាញ់របស់នាងប្រសិនបើអ្នកបំភ្លេចបំផ្លាញចំពោះអ្នកដែលស្រឡាញ់អ្នកដោយសារតែសេចក្តីស្រឡាញ់ពេកនោះមិនមែនជាសេចក្តីស្រឡាញ់ទេតែវាជាភាពអាត្មានិយមអ្នកដែលរឹងមាំបំផុតនៅក្នុងកណ្ដាលក្តីស្រឡាញ់គឺអ្នកយល់ពីក្តីស្រឡាញ់យើងមិនអាចផ្ដល់ក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះឲ្យនរណាម្នាក់បាននោះទេតែយើងអាចផ្ដល់សេចក្តីស្រឡាញ់ដោយមិនប្រកាន់ទោសមិនសោកស្ដាយមិនខូចចិត្តនិងមិនខ្មាស់អៀនចំពោះមនសិការពិតរបស់ខ្លួនឯងស្រឡាញ់ឲ្យត្រូវក្បួនបើស្រឡាញ់នរណាម្នាក់ត្រូវស្រឡាញ់អ្វីគ្រប់យ៉ាងរបស់នាងស្រឡាញ់មុខមាត់ពិតរបស់នាងចូលគុំរំពឹងថាចង់ឲ្យនាងទៅជាយ៉ាងនេះឬយ៉ាងនោះឡើយមនុស្សម្នាក់សុទ្ធតែស្វះស្វែងចង់ដឹងពីផ្នែកម្ខាងរបស់ខ្លួនដើម្បីសមនឹងខ្លួននិងភាពពេញលេញនៃជីវិតទើបចាប់ផ្ដើមបញ្ចេញស្នាមញញឹមលួចសម្លឹងមើលនិងបញ្ជូនក្តីស្រឡាញ់ដល់នរណាម្នាក់ទៀតដោយអំណាចនៃការចង់បានរបស់ខ្លួនព្រោះសង្ឃឹមថានឹងទទួលបានការតបស្នងពីភាគីម្ខាងទៀតJenny ក្នុងវ័យ22ឆ្នាំគ្រាន់តែបានឃើញបុរសម្នាក់នាងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេភ្លាមតែមានចំណុចមិនល្អតែមួយគត់គឺគេពុំបានស្រឡាញ់នាងវិញឡើយ Jenny ចង់ធ្វើជាទេពអប្សរនៅក្នុងដួងចិត្តរបស់គេដោយសារតែសេចក្តីស្រឡាញ់នេះហើយបានធ្វើឲ្យនាងខំប្រឹងហ្វឹកហាត់ខ្លួនឯងដើម្បីឲ្យមានលក្ខណៈអត្តចរិតប្រហាក់ប្រហែលនឹងគេដែរនាងចាប់ផ្ដើមពីតួនាទីក្នុងការងាររបស់ខ្លួនឡើងនាងប្រើពេលតែមួយថ្ងៃក៏អាចបង្កើតប្រព័ន្ធស្ថិរភាពហិរញ្ញវត្ថុដ៏សម្បូរបែបដែលជារឿងមួយពុំធ្លាប់មានបុគ្គលណាម្នាក់អាចធ្វើបានពីមុនមក
ក្រុមការងាររបស់នាងកោតសរសើរនាងលើកនាងធ្វើជាបុគ្គលគំរូនិងផ្ដល់រង្វាន់ជាទីគប់ចិត្តថែមទៀតផងមានតែគេម្នាក់គត់ដែលនៅធ្មឹងស្ងៀមធ្វើមិនដឹងមិនឮថែមទាំងបោះសម្ដីដាក់ឲ្យចេនីទៀតថាខ្ញុំពុំចូលចិត្តនារីណាដែលខ្នះខ្នែងស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយសលាភសក្ការៈដើម្បីខ្លួនឯងនោះទេចាប់ពីពេលនោះមកចេនីចាប់ផ្ដើមតុបតែងលេងខ្លួនយ៉ាងទាន់សម័យនាងសុខចិត្តលះបង់ប្រាក់កាសដើម្បីទិញរបស់របរសម្លៀកបំពាក់ថ្លៃៗស្បែកជើងកែងខ្ពស់គ្រឿងអលង្ការផ្សេងៗគឺដើម្បីសេចក្តីស្រឡាញ់ប៉ុន្តែមិនថានាងខិតខំយ៉ាងណានោះទេគឺមិនបានធ្វើឲ្យយុវជនរូបនេះចាប់អារម្មណ៍លើរូបនាងសូម្បីតែបន្តិចហើយនាងបែរជាទទួលនៅពាក្យសម្ដីមួយឃ្លាវិញថានារីដែលទាន់សម័យពុំអាចទាក់ទាញចំណាប់អារម្មណ៍ពីគេបាននោះទេចេនីក៏បដូរអេរយាបថទៀតនាងធ្វើជាមនុស្សដែលខំប្រឹងសិក្សាចង់ដឹងចង់ឮម្ដងវិញជារៀងរាល់ថ្ងៃពេលចប់ពីការងារនាងតែងចូលទៅក្នុងបណ្ណាគារហើយខិតខំអានសៀវភៅជាច្រើនប្រភេទមិនថាភូមិវិទ្យាប្រវត្តិសាស្ត្រតារាសាស្ត្រសិល្បៈវប្បធម៌មិនតែប៉ុណ្ណោះនាងថែមទាំងបានអានសៀវភៅទស្សនវិជ្ជាល្បីៗនិងអត្ថបទកវីនិពន្ធរបស់អ្នកដូរតន្ត្រីល្បីឈ្មោះជាច្រើនរូបនិងរៀនភាសាបន្ថែមទៀតផងក្រៅពីនេះនាងបានដើរទស្សនាសារមន្ទីរសំខាន់ៗគ្រប់កន្លែងទៀតផងអ្នកក្បែរនាងនាំគ្នាកោតសរសើរនាងយ៉ាងខ្លាំងមិនថាអ្នកណាចង់ដឹងអ្វីឡើយគឺនាងអាចរាយរាប់ប្រាប់បានទាំងអស់នៅលើផ្ទៃអាកាសមានដួងតារាប៉ុន្មានឬថាទន្លេសាបតូចជាងគេបំផុតនៅញូហ្សេឡែនមានជម្រៅប៉ុន្មានដែលមិនបានចារទុកក្នុងផែនទីនោះសោះក៏ចេនីអាចផ្ដល់ចម្លើយបានដែរថ្ងៃមួយខណៈពេលដែលចេនីមានឱកាសសន្ទនាជាមួយនឹងយុវជនរូបនោះអំពីស្នាដៃរបស់ពីកាសូក្នុងកំឡុងពេលដែលជីវិតរបស់គាត់កំពុងល្បីល្បាញរុងរឿងនោះនាងសង្កេតឃើញពីប្រតិកម្មបែបក្រែងរឯងលើផ្ទៃមុខគេហើយគេបាននិយាយមកកាន់នាងថាបណ្ឌិតក្រមុំដែលដឹងរឿងច្រើនពេកមិនមែនជាគូក្រងដ៏ឧត្តមរបស់ខ្ញុំទេពេលនោះរឿងចុងក្រោយមួយទៀតដែលនាងត្រូវធ្វើគឺការហាត់កាយសម្ព័ន្ធមុននេះនាងមិនដែលចាប់អារម្មណ៍ពីរឿងនេះទាល់តែសោះប៉ុន្តែដើម្បីសេចក្តីស្រឡាញ់នាងបានចុះឈ្មោះក្នុងសហគមន៍កាយសម្ព័ន្ធនាងបានឆ្លងកាត់នៅគ្រប់វគ្គទាំងអស់រហូតដល់ចេះគ្រប់គ្រងប្រព័ន្ធសរីរាង្គរបស់រាងកាយថែមទៀតផងតែលើកនេះនាងត្រូវចាញ់យ៉ាងអាម៉ាស់បំផុតគឺគេបាននិយាយជាមួយនឹងចេនីដូចជាគ្មានរឿងអ្វីកើតឡើងដោយនិយាយថាកីឡាក្រមុំដែលចង់បានសេចក្តីស្រឡាញ់ពីគេគឺអន់ជាងការប្រណាំងសេះទៅទៀតព្រោះខ្ញុំមិនចូលចិត្តការប្រណាំងសេះទាល់តែសោះដូច្នេះចេនីមានតែសារល្បងស្នៀតចុងក្រោយនាងបាននឹកឡើងថាគេជាវិស្វករជំនាញខាងបច្ចេកទេសពុតដាច់ថែបនាងក៏ចាប់ផ្ដើមអានសៀវភៅនានាដែលពាក់ព័ន្ធដើម្បីដណ្ដើមយកសេចក្តីស្រឡាញ់នោះនាងបានស្នើសុំទៅធ្វើទស្សនកិច្ចសិក្សានៅតាមរោងចក្រពុតដាច់ថែបជាច្រើនកន្លែងដើម្បីធ្វើការស្វែងយល់ក្រោយមកនាងបានជួបនឹងគេរចៃដន្យនៅហាងកាហ្វេមួយកន្លែងហើយបានសន្ទនាគ្នាពីរឿងរ៉ាវនៃអាថ៌កំបាំងនៃការពុតដែកលោហៈនោះស្រាប់តែ5នាទីក្រោយមកគេប្រាប់នាងវិញថាចង់ជួលនាងទៅផ្ទះវិញហើយនៅតាមផ្លូវនោះគេប្រាប់នាងថាការងារពុតដែកថែបពុំមែនជាកិច្ចការដែលស្រីៗត្រូវចាប់អារម្មណ៍នោះទេនេះជារឿងមួយដែលធ្វើឲ្យចេនីខកចិត្តជាខ្លាំងនឹងសេចក្តីស្រឡាញ់នោះនាងចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាន់នឹងរឿងនេះជាខ្លាំងហើយសន្យាចំពោះខ្លួនឯងថានឹងបំភ្លេចបុរសម្នាក់នេះចោលជារៀងរហូតព្រោះយ៉ាងណាក៏ដោយក៏ខ្លួនបានព្យាយាមដល់កម្រិតកំពូលអស់ទៅហើយដែរមួយខែក្រោយមកគេក៏បានរៀបការជាមួយនឹងនារីម្នាក់នារីនោះក៏ជាមិត្តរបស់ចេនីដែរនាងស្ទើរតែមិនគួរឲ្យជឿចំពោះរឿងដែលបានកើតឡើងនោះព្រោះនារីម្នាក់នោះគ្មានចំណុចអ្វីមួយដែលល្អប្រសើរដូចនាងឡើយនាងក៏លួចសួរនារីម្នាក់នោះថាតើនាងអាចយកឈ្នះបុរសដែលគ្មានបេះដូងដូចជាគេនេះមកគ្រប់គ្រងបានយ៉ាងឆាប់រហ័សបែបណាទៅនារីម្នាក់នោះក៏អស់សំណើចហើយក៏តបនឹងចេនីវិញថាគាត់បានប្រាប់ខ្ញុំថាគាត់ចូលចិត្តញ៉ាំសាច់គោអាំងរូបមន្តដ៏អស្ចារ្យដែលខ្ញុំបានផ្សំឡើងនឹងណាចេនីបានខិតខំព្យាយាមគ្រប់មធ្យោបាយដើម្បីស្វែងរកនិងធ្វើឲ្យខ្លួនសមស្របទៅនឹងភាគីម្ខាងទៀតដើម្បីទទួលបានសេចក្តីស្រឡាញ់ពីគេប៉ុន្តែជាលទ្ធផលបែរជាមកចាញ់រូបមន្តសាច់គោអាំងរបស់នាងម្នាក់នេះទៅវិញសរុបសេចក្តីមកសេចក្តីស្នេហារបស់ចេនីគឺស្រឡាញ់មិនត្រូវក្បួននោះឯងពេលខ្លះយើងព្យាយាមកែប្រែនិងផ្លាស់ប្ដូរខ្លួនឯងដើម្បីភាគីម្ខាងទៀតដែលតាមពិតវាជាការបង្ហាញឲ្យឃើញថាខ្លួនឯងមិនអាចរក្សាភាពជាខ្លួនឯងបានតែប៉ុណ្ណោះបុគ្គលដែលទទួលស្គាល់ខ្លួនឯងតាមសច្ចភាពអាក្រក់គឺអាក្រក់ល្អគឺល្អទើបចាត់ទុកថាជាមនុស្សល្អហើយស័ក្តិសមនឹងយើង 100%ខួបអាពាហ៍ពិពាហ៍យើងដឹងតែពីស្រឡាញ់គេចិត្តមួយថ្លើមមួយតាមតែចិត្តខ្លួនឯងមិនដែលសួរគេទាល់តែសោះថាតើគេចូលចិត្តបែបនេះដែរឬទេ
មានស្វាមីភរិយាចំណាស់មួយគូបន្ទាប់ពីរៀបការនិងប្រើជីវិតរួមគ្នាអស់រយៈពេល50ឆ្នាំរួចមកហើយនោះក៏បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍នៅក្នុងសន្តាគារដ៏ទំនើបលំដាប់ផ្កាយ6នៅពេលដែលអ្នកបម្រើលើកថាសត្រីចំហុយក្តៅៗដ៏ធំមួយមកដាក់លើតុលោកតាក៏ប្រញាប់កាត់ក្បាលត្រីនិងកន្ទុយត្រីដាក់លើចានភ្លាមហើយលើកដៃពីរជូនដល់លោកយាយរបស់គាត់ដោយក្តីស្រឡាញ់ព្រមទាំងនិយាយថានេះគឺសម្រាប់អូនតែម្នាក់គត់ប៉ុន្តែនឹកមិនដល់សោះថាលោកយាយបែរជាស្រែកយំឡើងលឺខ្លាំងៗធ្វើឲ្យអ្នកចូលរួមកម្មវិធីនោះភ័យស្លន់ស្លោគ្រប់គ្នាលោកយាយនិយាយថាខ្ញុំរៀបការនឹងបងអស់រយៈពេល50ឆ្នាំមកហើយស៊ូទ្រាំអត់ធន់គ្រប់បែបយ៉ាងរហូតមកដល់ថ្ងៃនេះខ្ញុំក៏មិនដែលត្អូញត្អែសូម្បីមួយម៉ាត់ឬអាក់អន់ចិត្តអ្វីនោះដែរតែនឹកមិនដល់សោះថាមកដល់ពេលវេលានិងកន្លែងដ៏អស្ចារ្យបែបនេះទៅហើយបងនៅតែមិនស្គាល់ចិត្តអូនទៀតនៅតែឲ្យអូនញ៉ាំក្បាលត្រីនិងកន្ទុយត្រីទៀតតើបងដឹងទេថាអូនមិនចូលចិត្តក្បាលនិងកន្ទុយត្រីទេតែអូនបែរជាទ្រាំញ៉ាំក្បាលនិងកន្ទុយត្រីនេះអស់រយៈពេលជិត50ឆ្នាំមកហើយតើឮបែបនេះអត់ទ្រាំមិនបានដកដង្ហើមធំបន្តិចក៏និយាយទាំងអួតដើមក៏ថា50ឆ្នាំមុននៅពេលដែលអូនព្រមរៀបការជាមួយនឹងកំឡោះកំសត់ក្រីក្រម្នាក់ដូចជារូបបងដោយមិនស្ដាប់ពាក្យរារាំងរបស់ឪពុកម្ដាយនោះបងបានស្បត់ថាជាតិនេះបងនឹងលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីមើលថែអូនឲ្យមានសេចក្តីសុខដើម្បីតបស្នងសងគុណចំពោះក្តីស្រឡាញ់ដែលអូនមានចំពោះបងបើនិយាយពីត្រីវិញកន្លែងដែលបងចូលចិត្តញ៉ាំបំផុតគឺក្បាលនិងកន្ទុយប៉ុន្តែបន្ទាប់ពីរៀបការហើយបងមិនដែលបានញ៉ាំក្បាលត្រីនិងកន្ទុយទៀតទេព្រោះបងបានសន្យាថាបងនឹងលះបង់គ្រប់បែបយ៉ាងទាំងអស់ដែលមានតម្លៃបំផុតរបស់បងជូនអូនគ្រាន់តែនិយាយចប់ភ្លាមអ្នកដែលចូលរួមពិធីទាំងអស់នាំគ្នាកើតការសង្វេគនិងអត់ទ្រាំសម្រក់ទឹកភ្នែកមិនបានយើងឃើញថាគូស្នេហ៍មួយគូនេះពិតជាស្រឡាញ់គ្នាខ្លាំងណាស់តែពួកគេនៅតែមានឱកាសភ្លាត់ឲ្យឃើញច្បាស់នឹងភ្នែកបែបនេះនោះក៏ព្រោះតែខ្វះខាតការទំនាក់ទំនងពីចិត្តគ្នាទៅវិញទៅមករឿងនេះពុំមែនចង់បង្ហាញថាជីវិតអាពាហ៍ពិពាហ៍មួយគូនេះមិនសមតាមប្រាថ្នាឬគ្មានសេចក្តីសុខនោះទេមិនមែនចង់ប្រាប់ពីជីវិតរបស់ភរិយាដែលត្រូវស៊ូទ្រាំរងទុក្ខដ៏យូរអង្វែងជាង50ឆ្នាំនោះដែរពុំមែនចង់ប្រាប់ថាដេករួមខ្នើយជាមួយគ្នាជិតកន្លះសតវត្សទៅហើយនៅតែមិនយល់ចិត្តគ្នានោះទេតែជាការបង្ហាញឲ្យដឹងថារឿងបែបនេះក៏អាចកើតឡើងប្រហាក់ប្រហែលគ្នាចំពោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកដទៃផ្សេងទៀតរាប់រយរាប់ពាន់នាក់អីចឹងដែរតែពួកគេមិនហ៊ាននិយាយយើងម្នាក់តែងតែគិតថានឹងប្រើជីវិតដែលមានតម្លៃបំផុតរបស់ខ្លួនដើម្បីតបស្នងសងគុណចំពោះក្តីស្រឡាញ់របស់ភាគីម្ខាងទៀតតែតាមពិតការព្យាយាមស្វែងយល់ពីគ្នាគឺជារឿងដែលសំខាន់និងចាំបាច់បំផុតទៅវិញគូស្វាមីភរិយាទាំងឡាយគួរយករឿងផ្សេងទុកដោយឡែកសិនហើយមកអង្គុយជជែកគ្នាស្វែងយល់ពីគ្នាបង្កើតទំនាក់ទំនងមេត្រីភាពរវាងគ្នានឹងគ្នាជាពិសេសស្វែងយល់ពីទុក្ខលំបាកក្នុងចិត្តបើក៏កាយចេញពីអារម្មណ៍ទុក្ខសោកនានាដោយត្រង់ទៅត្រង់មកដើម្បីឲ្យភាគីម្ខាងទៀតដឹងថាតើយើងកំពុងត្រូវការអ្វី